បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមិនដឹងនៅទីណាទីណីទេនេះតែឃើញកន្លែងនេះមើលទៅស្រឡះល្អក៏ចង់ថតคลิปមួយបង្ហាញបងប្អូននឹងនិយាយថានៅខេត្តពោធិ៍សាត់គឺសំបូរភ្នំមែនតើមើលតែពីក្រោយខ្ញុំបាទទៅនោះបាទពវល់កាមេរ៉ាមកជុំគឺសុទ្ធតែភ្នំទាំងអស់គ្រាន់តែថារៀងឆ្ងាយបងប្អូនមើលអត់សូវឃើញបាទគឺសុទ្ធតែភ្នំតែម្ដងបាទហើយនៅពោធិ៍សាត់បាទនិយាយទៅភ្នំជាប់លេខ1លេខ2ច្រើនដែលមានកម្ពស់ខ្ពស់បន្ទាប់តដុំតសងគ្នាជាមួយនឹងខេត្តកំពង់ស្ពឺបងប្អូននៅខាងនោះគឺភ្នំខ្ពស់មែនតែននោះបងប្អូនមកជួរនោះហើយតកតងនឹងភ្នំព្រៃឈើធម្មជាតិនេះនៅពោធិ៍សាត់គឺល្អស្រស់បំប្រងខៀវខ្ចីតែម្ដងចម្ងាយចំនួន500ម៉ែត្រហើយព្រំប្រទល់ហ្នឹងគឺត្រឹមលបងបកគោលនេះពីមុនមានលួសតែគេដោះលួសចេញវិញអស់ហើយដោយសារអ្នកជួលដីពីមុនថាគេជាអ្នកដាក់លួសហ្នឹងអញ្ចឹងឥឡូវសល់តែបកគោលទេនេះត្រឹមបកគោលនេះព្រំប្រទល់ដី500ម៉ែត្រទៅមុខហើយនេះព្រំស្មើចាក់ត្រង់ថ្ងៃមុនតាមកន្លងនេះទៅ
ngày ní kê chua mùi xa hái mùi chó nơi thằng còi ní cứ tèng smau tèng prích đuôi nô còn nia làm đòn